nhưng cái lấy cho mơ ca đã đâu cái là cô này là bọn đợt mấy mấy đây Real Madrid bàn official đấy chỉ muốn ca bà công nơi sân bay mấy mình đã tiêu Alexander Arnold là từ đấy là Alexander đấy bàn prom pring chỉ muốn Madrid tăng vì muốn chọc được cả có phải tay nơi tại lệ khăn bàn này thằng ca bà hành luôn là nơi phụ kê bàn trim luôn rủi ro chỉ sách là mấy non luôn Alexander nó can tận đây bên phụ sắp cả phụ chơi được cả rồiហើយត្រឹមគាត់ក៏បានយល់ព្រមឲ្យបានរៀបខោអាវរៀបអីលាមិត្តភ័ក្តិនៅ Anfield របស់ក្លឹបបាល់ទាត់ហង្សក្រហម Liverpool សម្រាប់ការប្រកួតថ្ងៃចុងក្រោយរបស់ Liverpool កាលពីសប្តាហ៍មុននេះគឺជាពេលវេលាមួយទៀតរបស់ Alexander ហើយក៏ជាគេថា new experience ដែរសម្រាប់គាត់ការប្រកួតប្រជែងថ្មីនៅ La Liga ពួកគាត់ប្រកបអាជីពនៅ English Premier League នេះពិតជាច្រើនណាស់ Alexander ហើយបើយើងមើលទៅលើប្រវត្តិរបស់គាត់ដែលគាត់ធ្លាប់លេងឲ្យ Liverpool បានន័យថាគាត់ជោគជ័យច្រើនក្នុងការឈ្នះពានរង្វាន់ FIFA Champions League ជាមួយ Liverpool គាត់ធ្លាប់ឈ្នះ English Premier League ហើយនៅពានដូចជា FA Cup League ដែល Community Shield Cup ចឹងបានន័យថា Arnold គាត់ជោគជ័យហើយបើយើងនិយាយថាជោគជ័យគឺជោគជ័យមែនជាមួយ Liverpool គាត់ចូលរួមជាមួយ Liverpool មែនតើទៅលេងឲ្យឈុតធំតាំងពីឆ្នាំ2016គាត់លេងបាន250ប្រកួតសុទ្ធបាន18គ្រាប់ក្នុងនាមជាខ្សែការពារស្លាប់ស្ដាំហើយលេងឲ្យជម្រើសជាតិឈុតធំរបស់ក្រុមតោកំណត់អង់គ្លេស2018 2016ប្រម៉ូតមកលេងឲ្យហង្សក្រហម Liverpool ឈុតធំ2018ចូលជម្រើសជាតិអង់គ្លេសលេងនៅជម្រើសជាតិអង់គ្លេសបាន33ប្រកួតទាត់បាន4គ្រាប់ក្នុងនាមជាខ្សែការពារ Arnold អាយុរបស់គាត់26ឆ្នាំកម្ពស់ 1.80 ម៉ែត្រចឹងប្រសិនបើគាត់បានត្រៀមខ្លួនរួចរាល់ហើយលក្ខខណ្ឌកងត្រាគាត់ត្រូវបានរៀបចំឲ្យដូចគ្នាចឹងគឺបានន័យថាពេលវេលាចុងក្រោយរបស់ Arnold នៅតែថ្ងៃគេថា check សុខភាព yes check សុខភាពហើយបង្ហាញខ្លួនចំពោះអ្នកគ្រប់គ្រងអូខេយើងហៅថា presentation តែប៉ុណ្ណឹងគឺចប់ហើយសម្រាប់ការរួមរស់ជាមួយនឹងគ្រូសា Madrid ហើយ Madrid ហើយកីឡាករ Madrid ដូចយើងបានឃើញរូបភាពនៃការលាគ្នាថ្ងៃប្រកួតចុងក្រោយរបស់ Madrid នៅសប្តាហ៍ទី38កាលពីសប្តាហ៍មុនដូចគ្នាឆ្នាំនេះបានន័យថា Madrid ដូចជំរុញកីឡាករច្រើនទូយ៉ាងដូចជា Lucas Vazquez គាត់អត់សុពលភាពជាមួយនឹង Madrid ហើយ legend របស់យើងគឺ Luka Modric មិននេះគឺគាត់ legend ទៅពីរហ្នឹងគាត់ថា Modric គាត់មានភាពលេចធ្លោជាង Lucas Vazquez ក៏ចាក់ចេញហើយ Modric ក៏ចាប់កងត្រាជាមួយ Madrid ហើយនៅពីក្រោយមួយទៀតនោះគឺគ្រូវឹកគឺ Carlo Ancelotti ក៏គាត់បានន័យថាបញ្ចប់ទូរនីតិរបស់គាត់ជាមួយ Madrid ដូចគ្នានៅពីក្រោយនោះមានកីឡាករខ្សែការពារវ័យក្មេងមួយទៀតគឺ Jesus Vallejo ក៏ត្រូវចាក់ចេញដែរអញ្ចឹងដូចជាពូលឺលីងសូម្បីតែ Rodrigo ដែលជា key player របស់ក្រុម Madrid ក៏ដែលរបស់គាត់មានមិនសប្បាយចិត្តដូចគ្នាក៏ប៉ុន្តែចាំមើលលក្ខខណ្ឌការចរចាថាគ្រូវឹកថ្មីដែលតែងតាំងកាលពីសប្តាហ៍មុនគឺ Xabi Alonso ហើយជាមួយនឹងការរៀបចំនៅការអភិវឌ្ឍថ្មីផែនការថ្មីរបស់ Madrid ជាមួយ Alonso ថា Alonso គាត់ត្រូវទុកក៏ទៅរៀបកីឡាកររូបណាដើម្បីត្រៀម equipe ត្រៀមឈុត A ឈុត B លេងជាមួយការប្រកួតប្រជែងនៅរដូវកាលក្រោយគាត់ Alonso នេះគាត់គឺជាអតីតកីឡាកររបស់ Madrid យើងស្គាល់ថាគាត់លេងនៅ Liverpool នៅ Bayern Munich ហើយក្លឹបចុងក្រោយរបស់គាត់ចូលទៅវត្តនោះគឺនៅ Bayern Munich 2014ដល់2017អូខេតើឥឡូវងាយមិញការប្រកួតបើកពានរង្វាន់ Soccer League រដូវកាលថ្មី 2025-26 ក្រោមថបដីភាពរបស់អាយដាមអភិសន្តិបណ្ឌិតសសខាហើយមានអាយដាមបៈហ៊ុនម៉ាណីលោកអញ្ជើញចូលរួមហើយនៅថ្នាក់ដឹកនាំជាច្រើនបានចូលរួមសម្រាប់ការប្រកួតបើក Soccer League 2025-26 នៅកីឡដ្ឋានជាតិអូឡ িম্প ិកអញ្ចឹងក្រោមរូបភាពបាល់ទាត់នៃការប្រកួតមិត្តភាពបើកឆាលងាយមិញគឺវាពិតជាស្រស់ស្រាយហើយទាក់ទាញមែនទែនអញ្ចឹងមកន័យថា Soccer League នឹងចាប់ដំណើរការចាប់ពីសប្តាហ៍ថ្មីនេះតទៅអាហ្នឹងគឺជាទំព័រថ្មីមួយទៀតសម្រាប់ពានរង្វាន់ Soccer League ដែលជំរុញឲ្យយុវជនហើយមានក្រុមបាល់ទាត់ជាច្រើនបានដាក់ពាក្យសម្រាប់ការប្រកួតប្រជែងនៅក្នុងពានរង្វាន់ Soccer League បើយើងនិយាយមែនទៅគឺជាពានរង្វាន់បានន័យថាมันស្ថិតនៅក្រោមសហព័ន្ធទេណាបាទនឹងបានន័យថាដូចជាពានសហភាពសហព័ន្ធដែលរៀបចំឡើងដោយសសយក ឬក៏សហភាពសហព័ន្ធយុវជនកម្ពុជាហើយក្រុមដែលចូលរួមបើពូទទួលបានដូចជាគិតថាច្រើនក្រុម56ក្រុមទាំងអស់មាន56ក្រុមអាហ្នឹងមានខាងពីរផ្នែកបានន័យថាខាងប្រុសផងខាងស្រីផងនារីមាន7ក្រុមប្រុសមាន52ក្រុមចូលរួម56ក្រុមចូលរួមអញ្ចឹងឆ្នាំនេះប្រហែលជាការប្រកួតប្រជែងខ្លាំងដោយសារទី1ក្រុមដែលដាក់ពាក្យចូលរួមនោះសិតតែពួកគេត្រៀមខ្លួនហើយជាស្រេចដើម្បីរៀបចំក្រុមជាពិសេសគឺការនាំចូលកីឡាករក៏ប៉ុន្តែសម្រាប់លក្ខខណ្ឌគេបិទពាក់កណ្ដាលអាជីពអត់ឲ្យចូលលេងទេសម្រាប់ពានរង្វាន់ Soccer League ក៏ប៉ុន្តែសម្រាប់ការបើកឲ្យកីឡាករលេង Futsal អូខេ Futsal ចូលលេងបានចូលហ៊ុនសែនខាំអត់បានលេងបានហើយពានរង្វាន់សម្ដេចពានហ៊ុនសែនខាំក៏អត់បានលេងដូចគ្នាដែរ